dương mà đó tức đây khai cặp bốt bỏ bàn phụ tụ riêng khai cặp bốt mơ nâng ọt bàn mò cặp bốt chẳng bằng bồn hay em cho luôn anh mong tiếc luôn anh với miên tăng pi chụp pu miên tăng pi crôi miên tăng pi quát miên tăng pi lọ hong miên tăng pi sao mau miên tăng pi xe mon miên tăng pi sạ cái bón nó ọt clean một clean thì riêng na coi rồi hay mò nó cứ mò cam thì cái đây bằng bồn mà là xong tiếc quạt sạ nào đó quạt đập tiếc quạt miên đam thì riêng nhớ nó bộ bằng bồn tròn tình thì riêng quạt miên thì riêng nhớ tới dương con chào đam oi quạt bay cho mà oi còn mòn quạt hay chạy đòn ấy em lại trôi chết đấy em thà bỏ miên man play bay mà tụi ó mong chùm mau vô tụi ó mong em chả tiếc có sợi wow này vô tụi ó men cái nhom miên tao man mà phơi sam sập hạt ta thế thì riêng nhom thằng on mà anh mà phơi sam sập hạt ta bỏ anh đam tụi ó men cái thằng ba đam tụi ó nó phải chỉ bay 4-5-6 pon đam nhom người ta ấu nhom xạ chặt bỏ anh thế tạm bất nhom chẳng đăng bỏ anh đam thì riêng màn đam chẳng nó chẳng có còn mong có tao man cái lâu thì bong bồn phơi sam sập lô chạy bong bồn hộp chẳng nó lâu trong càng nghe nhom chặt đam phạt một phạt mua để điệp luôn làm bay trôi tao làm bị thi bỏ kê baហើយកម្មវិធីនេះគឺកម្មវិធីមង្គលការនៅភូមិម៉ាក់ប្រាំងឃុំស្នំ7ស្រុកទឹកឈូខេត្តកំពតដែលខ្ញុំឡាយពីម្សិលមិញថានៅឈូកតាមពិតមិនមែនឈូកទេគឺនៅទឹកឈូស្រុកទឹកឈូបាទខេត្តកំពតយើងនេះបាទហើយបើយើងមកដល់ស្រុកទឹកឈូហើយទឹកមិនឈូទេគឺគេមិនហៅថាស្រុកទឹកឈូទេឥឡូវគឺទឹកមកឈូមែនហើយពុកម៉ែបងប្អូនហើយបាក់មេឃមកដល់នេះបងប្អូនឃើញទេបាទហើយនេះសំណាងដែរខ្ញុំមើលអាកាសធាតុអត់សូវស្រួលតាមពិតគាត់ជួលតន្ត្រីគាត់យកឆាក16ម៉ែត្រឆាកធំណាខាងបើសិនជាឆាកធំខ្ញុំដាក់ដបកោទេបងមើលមេឃអត់សូវស្រួលខ្ញុំសុំធ្វើឆាកទូចហ្មងបានហើយខ្ញុំធ្វើតាមពី10ម៉ែត្របានហើយអញ្ចឹងរឹងអត់អីអញ្ចឹងដាក់តាមមើលតាមណៅបងឯងខ្ញុំមើលឯងធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងទៅអញ្ចឹងបងប្អូនយើងម្ចាស់ភ្លេងម្ចាស់តន្ត្រីដឹងស្រាប់ហើយពេលមេឃភ្លៀងរលឹមមកយើងមានអារម្មណ៍មិនដែរគឺថាអូយខ្វាយខ្វល់ពិបាកមែនតែនបាក់ក្នុងអារម្មណ៍ពិបាកនេះមិនមែនបាក់តែយើងអ្នកខាងតន្ត្រីអ្នកភ្លេងផ្លោះទេខាងចុងភៅគាត់ពិបាកដែរពុកម៉ែបងប្អូនណាកាលណាភ្លៀងរលឹមគាត់ពិបាកចំអិនអាហារអញ្ចឹងណាអិនបដៅមេឃមកបដៅហើយមនុស្សខ្ញុំគឺមានជំនឿទៅលើបារមីទៅលើអាគមទៅលើអីយ៉ាងទៅចឹងជឿលើយន្តរាចាស់ស្រុកភូមិបកបធរនេះចាស់ទឹកចាស់ដីយ៉ាងទៅខ្ញុំក៏ចាប់ផ្ដើមធ្វើពិធីបន់ស្រន់សែនព្រានយ៉ាងទៅគោះ Gensbert មួយផាច់ថ្វាយជូនដល់ម្ចាស់ទឹកចាស់ដីសុំពរសុំជ័យសុំឲ្យគាត់កុំឲ្យមានភ្លៀងរលឹមអញ្ចឹងណាហើយដូចចិត្តចឹងពុកម៉ែបងប្អូនគាត់ដុតធូបបួងសួងរួចហើយសិតតែមេឃចាប់ផ្ដើមស្រឡះយកតែម្ដងនេះគេហៅថាអាគមសមយោណាហើយបន្ទាប់ពីមេឃស្រឡះទៅគឺយើងសប្បាយចិត្តទាំងអស់គ្នាសប្បាយចិត្តទាំងម្ចាស់ដើមការសប្បាយចិត្តទាំងចុងភៅសប្បាយចិត្តទាំងអ្នកភ្លេងយើងលេងគេអស់ពីចិត្តពីថ្លើមហ្នឹងណាលេងវាចង់ដៃចង់ជើងចឹងយើងទៅទីណាកន្លែងណាចង់លេងអស់ចិត្តថ្លើមអបាយមហាសប្បាយទាំងភ្ញៀវទាំងអ្នកម្ចាស់ដើមការទាំងអ្នកភ្លេងចឹងយើងយកលុយគេនឹងស្រួលដែរហើយមួយរយៈនេះខ្ញុំទៅកន្លែងណាក៏ម្ចាស់កម្មវិធីភាគច្រើនដាក់ Gensbert គឺបងប្អូនខ្លះក៏ដាក់ Gensbert Snow អ្នកខ្លះដាក់ Gensbert Gold ចឹងទៅវាចំ idol ខ្ញុំដែរចឹងមុននឹងការសម្ដែងឬក៏មុននឹងលេងចឹងយើងដាក់អ្នកមកប៉ុង2កំប៉ុងដើម្បីឲ្យយើងមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តចឹងណាយើងកោកម្មវិធីគេឲ្យវាសប្បាយទាំងអស់ហើយបងប្អូនចាំមើលជប់បន្តិចទៀតថាតើកម្មវិធីនេះសប្បាយប៉ុណ្ណាខ្ញុំនឹងដាក់វីដេអូឲ្យបងប្អូនមើលបន្តទៀតចឹងណាឥឡូវនេះគឺថាពេលរាត្រីក៏បានឈានចូលមកដល់ខ្ញុំក៏ធ្វើពិធីសែនស្ដេចក្រុងពាលីបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីម្ដងទៀតបាទនឹងនិមន្តអញ្ជើញដល់ស្រីខ្មៅថែរសាឆាឥឡូវគឺដល់ពេលវេលាភ្ញៀវដែលលោកអញ្ជើញបុកចូលរោងជ័យហើយនេះហើយគឺមុខខាងមុខរោងជ័យរបស់គាត់ណាគឺគាត់ឌីគ័របានស្អាតល្អណាស់បងប្អូនហើយនៅខាងខេត្តកំពតយើងគឺឌីគ័រប្រកែដែរតើស្អាតណាហើយនេះគឺកូនកំឡោះនិងកូនក្រមុំតាំងពីខ្ញុំទៅដល់អត់មានបានជួបពួកគាត់លេងរហូតដល់មកត្រឡប់មកវិញទៀតអត់មានបានមុខគ្នាបងប្អូនស្គាល់តាមរយៈតែរូបថតនេះទេអញ្ចឹងវីដេអូនេះដាំផ្ញើឲ្យអរគុណដល់ម្ចាស់សម័យដើមការទាំង4សម័យខ្លួនទាំង2កូនកំឡោះកូនក្រមុំដែលពេញចិត្តតន្ត្រីនាយក្រូចផងអធិស្ឋានអត់បានជួបគ្នាយើងទៅដល់ហើយធ្វើម៉េចបើយើងរវល់ផ្សេងគ្នាហើយឲ្យតែមកខេត្តកំពតពុកម៉ែបងប្អូនគឺថាមិនខ្វះទេបងប្អូនយើងអ្នកលក់អ្នកដូរនៅខាងមុខរូងដូចកម្មវិធីបុណ្យកឋិនតាមវត្តអញ្ចឹងបងប្អូនកន្លែងយើងវិញអត់បោកជាងបងប្អូន